រុស្ស៊ីបើកការវាយប្រហារដោយកំជ្រួចលើភូមិកំណើត Zelensky សម្លាប់មនុស្ស3នាក់ការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីលើសន្តាគារមួយក្នុងទីក្រុងកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅពេលយប់បានសម្លាប់មនុស្ស3នាក់និងបណ្ដាលឲ្យមនុស្ស31នាក់របួសខណៈពាក់កណ្ដាលនៃអ្នករបួសទាំងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនេះបើតាមអាជ្ញាធរអ៊ុយក្រែនបាននិយាយកាលពីថ្ងៃប្រហ័សថាទីក្រុងមូស្គូបានបន្តទម្លាក់គ្រាប់បែកទៅលើអ៊ុយក្រែនទោះបីមានកិច្ចសន្ទនាការទូតជាហោហែធ្វើឡើងនៅទីក្រុង Washington និងទីក្រុងមូស្គូដើម្បីបញ្ឈប់សង្គ្រាមជាង3ឆ្នាំក៏ដោយលោកស៊ឺជីលីសាអភិបាលនៃតំបន់ Dnipro Petro បាននិយាយថាមនុស្ស3នាក់បានស្លាប់នៅទីក្រុង Kryvyi Rih ដោយសារតែការវាយប្រហារដោយគ្រាប់មីស៊ីលរុស្ស៊ីអាជ្ញាធរបាននិយាយទៀតថាសន្តាគារចំនួន1អគារផ្ទះល្វែងចំនួន14ខ្នងការិយាល័យប្រៃសណីយ៍មួយទីតាំងរថយន្តជាង10គ្រឿងស្ថាប័នវប្បធម៌មួយនិងហាងលក់ដូរចំនួន12កន្លែងបានរងការខូចខាតក្នុងហេតុការណ៍នេះក្រោយមកក្រុមមន្ត្រីបានបន្តនិយាយថាសន្តិសុខម្នាក់ត្រូវបានសម្លាប់នៅពេលដែលឃ្លាំងមួយចំនួនបានវាយប្រហារនៅតំបន់ Sumy ដែលស្ថិតនៅភាគខាងជើងប្រទេសពលរំលឹកថាតំបន់ Kryvyi Rih ដែលរងការវាយប្រហារនោះស្ថិតនៅចម្ងាយប្រហែល70គីឡូម៉ែត្រភាគពីយប់នៃសមរភូមិជួរមុខហើយទីនោះធ្លាប់មានប្រជាជនរស់នៅជាង60,000នាក់មុនពេលសង្គ្រាមផ្ទុះឡើង